bà sân chỉ bằng phone trang thơ nông lập bơ để miền rụt chết ngôi nhanh hay đừng po sát complete cho mơ video đó chắp na bằng phone anh ấy cứ nông lập bơ được bỏ chơi bằng phone cứ ăn cứ rụt riêng đừng po bẹp ni ăn phone hai kháng không được bỏ cái cứ tí chết nhanh mền tên bằng phone á ngôi tí đâu mỏng á chôm riệp xu ấy xu đây bọc mè mình bong ônទាំងអស់គ្នាពីប្រទេសបារាំងទៅទៀតហើយថ្ងៃនេះគឺនាងខ្ញុំមកធ្វើនំល្ពៅញ៉ាំផងដែរហើយល្ពៅរបស់យើងគឺមានទំហំប៉ុណ្ណឹងឯងបងប្អូនតាមមកទស្សនាជាមួយនាងខ្ញុំទាំងអស់គ្នាហើយជាដំបូងនាងខ្ញុំត្រូវទៅចំការក្រោយផ្ទះរបស់នាងខ្ញុំហ្នឹងដើម្បីកាត់ល្ពៅដើម្បីយកមកធ្វើនំល្ពៅផងណាបងប្អូនហើយល្ពៅរបស់យើងគឺកាត់បានហើយបងប្អូនឥឡូវយើងយកមកចិតសវកវាចេញបងប្អូនហើយពណ៌ល្ពៅរបស់យើងអូយពណ៌ទឹកក្រូចល្អមែនទែនបងប្អូនណាដោយសារវារាងទុំល្អឃើញពណ៌ហើយគួរឲ្យស្រឡាញ់ណាស់បងប្អូនហើយតែល្ពៅហ្នឹងយើងយកទៅស្លវាមិនសូវឆ្ងាញ់ទេបងប្អូនវាផុយផុយហើយមិនសូវមានជាតិល្ពៅទេតែបើយើងយកមកធ្វើនំបែបនេះគឺឆ្ងាញ់បងប្អូនហើយឡើយយើងចិតស្វក់រួចហើយយើងក៏ពុះវាជា4អញ្ចឹងទៅបងប្អូនដើម្បីងាយដាក់ចូលម៉ាស៊ីនដើម្បីឲ្យវាឈូសអញ្ចឹងណាហើយឥឡូវនេះគឺយើងយកល្ពៅរបស់យើងយកមកលាងទឹកឲ្យស្អាតបែបហ្នឹងទៅបងប្អូនល្ពៅរបស់យើងគឺក៏មិនសូវប្លែកណាស់ណាដែរដោយសារមុននឹងចិតយើងបានលាងទឹកស្វក់វាស្អាតអញ្ចឹងណាបងប្អូនបន្ទាប់មកយើងក៏យកល្ពៅរបស់យើងគឺយកមកឈូសបែបហ្នឹងមកបងប្អូនហើយគឺឈូសម៉ាស៊ីនអញ្ចឹងស្រួលមែនទែនបាទចាំហត់ឈូសនឹងដៃប្រើកម្លាំងដៃឈូសទេបងប្អូនដាក់ម៉ាស៊ីនអញ្ចឹងឆ្វាច់ហើយតែម្ដងគឺងាយស្រួលហើយធូរកម្លាំងទៀតបងប្អូនបន្ទាប់មកយើងក៏យកល្ពៅដែលយើងឈូសហើយនឹងមកថ្លឹងមើលបងប្អូនថាវាមានចំនួនប្រមាណអញ្ចឹងណាដើម្បីងាយស្រួលក្នុងការវាស់ម្សៅវាស់ស្ករអញ្ចឹងទៅហើយល្ពៅរបស់យើងគឺមានចំនួន875ក្រាមបងប្អូនយើងថា9ខាំទៅចាស់បងប្អូនបន្ទាប់មកយើងប្រើម្សៅអង្ករខ្សាយ135ក្រាមបន្ទាប់មកយើងប្រើស្ករស270ក្រាមបងប្អូនហើយយើងក៏បន្ថែមខ្ទិះដូងដើម្បីឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់អញ្ចឹងទៅធម្មតានេះខ្ញុំមានតែប្រើតែខ្ទិះដូងកញ្ចប់អញ្ចឹងទេដោយសារមិនចង់ប្រើខ្ទិះដូងកំប៉ុងដោយសារបោះផ្ទះលេខ2អញ្ចឹងណាបងប្អូនហើយខ្ទិះដូងនេះខ្ញុំត្រូវប្រើចំនួន360ក្រាមបងប្អូនណាប៉ុន្តែវាអត់មានតែប៉ុណ្្នឹងគេដាក់តែប៉ុណ្្នឹងឯងហើយបន្ទាប់មកយើងក៏មានពងមាន់4គ្រាប់ហើយឥឡូវនេះគឺយើងមកលាយគ្រឿងរបស់យើងដូចជាម្សៅខ្សាយនិងស្ករសហើយយើងក៏បន្ថ